គឺយើងសកត់អានេះបងប្អូនសកត់ទៅនៅពេលដែលយើងសកត់ទៅវាហួសកន្លះហើយបងប្អូនឃើញទេសកត់ទៅវាហួសអាកន្លះហ្នឹងទៅយើងហូតទៅវាវិលហ្នឹងបងប្អូនចង់ទាញវែងម៉ានក៏បានដែរហ្នឹងវាងាយស្រួលអញ្ចឹងតាក់ទងជាមួយនឹងបច្ចេកទេសនៅក្នុងស្រុកគេអញ្ចឹងខ្ញុំចែកម្លែកទៅកាន់បងប្អូននេះគឺដើម្បីឲ្យបងប្អូនអភិវឌ្ឍនៅថ្ងៃក្រោយអីត្រូវការអីបងប្អូនអាចធ្វើបែបនេះបានខាងក្រោយខ្ញុំនេះគឺជាដំណាំប៉េងប៉ោះដែលមានប្រវែងរហូតដល់ទៅ7-8ម៉ែត្រអញ្ចឹងថ្ងៃនេះខ្ញុំចែកចម្លែកទៅកាន់បងប្អូនចំណេះដឹងមួយតាក់ទងជាមួយនឹងប៉េងប៉ោះនៅក្នុងប្រទេសកូរ៉េនេះដើម្បីឲ្យវាលូតបាន7-8ម៉ែត្រតែគឺយើងត្រូវធ្វើដូចម្ដេចជាទូទៅវាមានលក្ខណៈខុសៗគ្នាទៅតាមហៅស៊ឺមួយដូចជាកន្លែងខ្ញុំថ្ងៃមុនអញ្ចឹងខ្ញុំបង្ហាញបងប្អូនអំពីរបៀបពុតដែកនៃការធ្វើឲ្យប៉េងប៉ោះនឹងឡើងទ្រើងអញ្ចឹងនៅក្នុងហៅស៊ឺនេះគឺជាហៅស៊ឺស្តង់ដាគេមានរបៀបថ្មីមួយទៀតចែកចម្លែកទៅកាន់បងប្អូនបញ្ជាក់បងប្អូនថាប៉េងប៉ោះនេះគឺជាពូជប៉េងប៉ោះវល់ការពិតឈ្មោះវាមិនមែនពូជប៉េងប៉ោះវល់ទេប៉ុន្តែខ្ញុំវាឃើញលក្ខណៈដូចវល់អញ្ចឹងខ្ញុំក៏ចែកចម្លែកទៅកាន់បងប្អូនថាពូជប៉េងប៉ោះវល់អញ្ចឹងទៅការពិតវាមានឈ្មោះវាផ្សេងទៀតប៉ុន្តែខ្ញុំអត់បានស្រាវជ្រាវតាក់ទងជាមួយនឹងឈ្មោះទេប៉ុន្តែថ្ងៃនេះខ្ញុំអត់និយាយតាក់ទងជាមួយនឹងឈ្មោះទេខ្ញុំចង់ចែកចម្លែកទៅកាន់បងប្អូនអំពីរបៀបនៃការធ្វើឲ្យប៉េងប៉ោះឡើងទ្រើងអញ្ចឹងទៅបងប្អូនមើលក្នុងវីដេអូនេះចោះនេះគឺជាខ្សែដែលយើងត្រូវការរុំដើមវាយើងត្រូវការរុំវាតាំងពីដាំរហូតដល់យើងកាត់ចោលអញ្ចឹងទៅហើយការរុំរបស់វាគឺរុំបន្តរហូតអញ្ចឹងទៅប្រហែលជាកន្លះខែឬក៏មួយអាទិត្យអីហ្នឹងយើងចាប់ដើមរុំដើមម្ដងហើយដើម្បីកុំឲ្យវាលូតទៅហួសខ្សែវាធ្វើឲ្យដើមហ្នឹងបាក់ពីព្រោះដើមវាទន់ទេអត់រឹងទេបងប្អូនឃើញស្រាប់ហើយនៅក្នុងវីដេអូហ្នឹងដើមវាអញ្ចឹងខ្ញុំចែកម្លែកទៅកាន់បងប្អូននេះគឺជាប្រភេទខ្សែដែលយើងយកមករុំហើយលក្ខណៈដើម្បីងាយស្រួលក្នុងការរុំតើយើងធ្វើដូចម្ដេចងាយស្រួលក្នុងការទម្លាក់ហើយវាមានរបៀបនៃការធ្វើរបស់គេហើយនេះគឺជាប្រភេទជ័រប្រភេទខ្សែនេះមានប្រវែងវែងមែនទែនប្រហែលជា50ម៉ែត្រហើយចំពោះនៅក្នុងប្រទេសកូរ៉េប្រភេទដែលខ្ញុំបង្ហាញបងប្អូនមានប្រវែងតែ10ម៉ែត្រទេប៉ុន្តែចំពោះមួយដុំនេះមានប្រវែងក៏50ម៉ែត្រអាស្រ័យទៅលើការកំណត់អញ្ចឹងទៅហើយគេពុតបែបនេះដើម្បីងាយស្រួលជ័រនេះវាមានលក្ខណៈបែបនេះបងប្អូនវាមានកន្លះបែបនេះហើយប្រភេទដែកគឺដែកគេពុតក្នុងតម្រងបែបនេះបងប្អូនមើលចោះពីព្រោះវាសំខាន់ខ្ញុំគិតថាវាសំខាន់ថ្ងៃក្រោយខ្មែរយើងនឹងត្រូវការតាក់ទងជាមួយនឹងការពុតដែកបែបនេះនៅពេលដែលយើងធ្វើកន្លះបែបនេះយើងពុតដែកបែបនេះហើយដើម្បីងាយស្រួលក្នុងការទម្លាក់ខ្សែបងប្អូនឃើញនៅពេលដែលយើងពុកជាប់អាលើបែបនេះយើងទាញមិនក៏អត់មកដែរអញ្ចឹងដើម្បីឲ្យទាញខ្សែនឹងមកនៅពេលដែលដើមលូតវែងហើយយើងរុំបន្តទៀតដែលយើងត្រូវធ្វើដូចម្ដេចហើយនឹងការរៀបចំលក្ខណៈដាំថ្មីបែបនេះបងប្អូនខ្មែរយើងត្រូវតែអភិវឌ្ឍតាក់ទងជាមួយនឹងចំណេះដឹងអស់នេះអញ្ចឹងបងប្អូនមើលទៅវាត្រូវការនៅថ្ងៃក្រោយបងប្អូនគ្រាន់តែនឹកឃើញឬក៏